គុំមកកាន់ channel របស់ខ្ញុំថ្ងៃនេះខ្ញុំលើកយកពាក្យកុសលវិច័យមកបង្ហាញថាតើពាក្យនេះមានន័យដូចម្ដេចគេនិយាយថាការចុះទៅធ្វើកុសលវិច័យកុសលវិច័យនេះគឺជាការពិនិត្យមើលតាមលក្ខណៈបច្ចេកទេសវិធានការបង្គាប់ដោយចៅក្រមឲ្យអ្នកជំនាញឬអ្នកឯកទេសឲ្យទទួលបន្ទុកបេសកកម្មផ្ដល់ព័ត៌មាននិងយោបល់សេចក្តីរាយការណ៍របស់អ្នកជំនាញដែលចៅក្រមចាត់ឲ្យធ្វើប្រតិបត្តិរបស់អ្នកជំនាញដែលច្បាប់ឬចៅក្រមចាត់ឲ្យទៅពិនិត្យវាតម្លៃវត្ថុឬកិច្ចការអ្វីមួយអាហ្នឹងគឺកុសលវិច័យចុះទៅពិនិត្យតាមលក្ខណៈបច្ចេកទេសទៅលើរឿងអីមួយដូចតាក់ទងទៅនឹងការស្លាប់ដូចជាដើមពិនិត្យធ្វើកុសលវិច័យទៅលើសាកសពតាមលក្ខណៈបច្ចេកទេសមួយទៀតកុសលវិច័យនេះគឺជាប្រតិបត្តិការរបស់អ្នកជំនាញដូចជាគ្រូពេទ្យលេខនាករថាអ្នកជំនាញខាងអក្សរសរសេរដៃជាអាចដែលតុលាការចាត់តាំងដើម្បីពិនិត្យពិចារណានិងវិតម្លៃលើវត្ថុលិខិតឬកិច្ចការណាមួយក្នុងគោលបំណងបំភ្លឺតុលាការនេះបើផ្អែកទៅតាមក្រមរដ្ឋប្រវេណីប្រតិបត្តិការរបស់អ្នកជំនាញដូចជាគ្រូពេទ្យអញ្ចឹងទៅគាត់ទៅចុះពិនិត្យទៅលើវត្ថុតាងរឿងអីមួយតាក់ទងទៅនឹងការស្លាប់របស់បុគ្គលណាម្នាក់ហ្នឹងស្លាប់ដោយសារអីយ៉ាងធ្វើកុសលវិច័យកុសលវិច័យនេះគឺជានីតិវិធីមួយដែលក្នុងនោះចៅក្រមសូមឲ្យអ្នកឯកទេសបំភ្លឺអំពីចំណុចសំខាន់ខ្លះនៃរឿងក្តីណាមួយដែលទាមទារឲ្យអ្នកឯកទេសផ្ដល់មតិដើម្បីបង្គ្រប់ទៅលើបទពិសោធន៍និងជំនាញរបស់ចៅក្រមក្នុងការកាត់សេចក្តីចឹងនៅក្នុងការកាត់សេចក្តីទៅលើសំណុំរឿងអីមួយវាមាននីតិវិធីរបស់អ្នកជំនាញអ្នកឯកទេសបន្ថែមទៀតដើម្បីជួយចៅក្រមដើម្បីឲ្យការកាត់ក្តីហ្នឹងកាន់តែមានសុក្រឹតភាពអញ្ចឹងគេត្រូវធ្វើកុសលវិច័យបន្ថែមទៅលើរឿងហ្នឹងបាទនេះគឺជាឧទាហរណ៍សមត្ថកិច្ចកំពុងស៊ើបអង្កេតទៅលើករណីការស្លាប់របស់នារីម្នាក់តាមលទ្ធផលនៃការធ្វើកុសលវិច័យរបស់អ្នកជំនាញរកឃើញថានេះជាករណីឃាតកម្មអញ្ចឹងការស្លាប់របស់មនុស្សម្នាក់ហ្នឹងគឺគេតាមរយៈនៃការធ្វើកុសលវិច័យគេអាចដឹងថាគាត់ធ្វើអត្តឃាតខ្លួនឯងឬក៏ជាអំពើឃាតកម្មអ្នកណាទៅសម្លាប់គាត់អញ្ចឹងគេអាចដឹងតាមរយៈការធ្វើកុសលវិច័យរបស់អ្នកជំនាញដូចជាគ្រូពេទ្យសមត្ថកិច្ចមន្ត្រីជំនាញផ្សេងណាដែលគេអាចដឹងបានថាគាត់ស្លាប់នឹងដោយរបៀបណាបាទសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ